កងទ័ពហ្វាស៊ីថៃនៅតែក៏គ្លឿនឥតអៀនខ្មាស់ចូលមកពង្រីកហេដ្ឋារចនាសម្ព័ន្ធលេបត្របាក់ទឹកដីខ្មែរនៅតំបន់ប្រាសាទតាក្របីភ្នំ333និងប្រាសាទតាមាន់ធំគម្រោងពង្រីកបណ្ដាញអគ្គិសនីនិងការសាងសង់លេនដ្ឋានយោធាដ៏រឹងមាំរបស់ភាគីថៃនៅតំបន់ប្រាសាទតាក្របីនិងចំណុចភ្នំ333និងប្រាសាទតាមាន់ធំកំពុងបង្ហាញកាន់តែច្បាស់អំពីចេតនាឈ្លានពាននិងមហិច្ឆតាទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នេះគឺជាទង្វើកុក្លឿនបំពានទាំងកំរោលលើអធិបតេយ្យភាពកម្ពុជានិងជាការដើរជន់ឈ្លីលើច្បាប់និងយកច្បាប់អន្តរជាតិមកទ្របអង្គុយទាំងកំរោលបំផុតនៅពីក្រោយល្បិចកលពង្រឹងវត្តមានកងទ័ពនិងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឯកតោភាគីនេះយោធាថៃតែងរកលេសពន្យាពេលកិច្ចប្រជុំគណៈកម្មការព្រំដែនរួម GBC និងកិច្ចវេះពីការចុះវាស់វែងព្រំដែនរួមលើដីជាក់ស្ដែងនេះគឺជាយុទ្ធសាស្ត្រពន្យាពេលដើម្បីលេបយកដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាតមែនទែនទៅតំបន់ប្រាសាទតាក្របីភ្នំ333និងប្រាសាទតាមាន់ធំដែលភាគីថៃកំពុងតែកាន់កាប់គឺវាស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងពេញលេញផ្អែកលើមូលដ្ឋានច្បាប់រឹងមាំនៃអនុសញ្ញាបារាំងស៊ីមឆ្នាំ1904សិទ្ធិសញ្ញាឆ្នាំ1907និងផែនទីខ្នាត1លើ200,000ដូច្នេះសកម្មភាពសាងសង់សំណង់រឹងមាំឬការតបណ្ដាញអគ្គិសនីចូលដោយឯកតោភាគីនេះវាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា5នៃអនុសារណៈយោគយល់គ្នាឆ្នាំ2000 MOU ឆ្នាំ2000ដែលបានហាមឃាត់ដាច់ខាតមិនឲ្យមានការផ្លាស់ប្ដូរបរិស្ថានព្រំដែនមុនការវាស់វែងកំណត់ខណ្ឌសីមាចប់សពគ្រប់ទន្ទឹមនេះទង្វើឈ្លានពាននិងសកម្មភាពតាមអំពើចិត្តដែលទាហានហ្វាស៊ីថៃកំពុងធ្វើវាជាការក្បត់ទាំងកំរោលទៅលើសេចក្តីថ្លែងការណ៍រួមថ្ងៃ27ធ្នូឆ្នាំ2025ដែលភាគីទាំងពីរទើបតែបានព្រមព្រៀងគ្នាកន្លងទៅនៅក្នុងនេះភាគីកម្ពុជាប្រកាសជំហរយ៉ាងម៉ឺងម៉ាត់និងឥតងាករាយថាមិនទទួលស្គាល់ដាច់ខាតរាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈកម្លាំងយោធាឬក៏ការបង្កើតអង្គហេតុថ្មីនៅលើដីជាក់ស្ដែងរបស់កម្ពុជានោះឡើយការប្រមាថដល់បូរណភាពទឹកដីកម្ពុជាមិនត្រឹមតែបំផ្លាញស្មារតីអ្នកជិតខាងល្អប៉ុណ្ណោះទេក៏ប៉ុន្តែវាថែមទាំងជាការបង្កហេតុជាការគំរាមកំហែងដល់សន្តិសុខនិងសេរីភាពនៅក្នុងតំបន់ដែលមិនអាចលើកលែងឬទទួលយកបានឡើយ